សខេងពាក់វ៉ែនតាខ្មៅចូលរួមពិធីបំពាក់ផ្កាយ5ឲ្យម៉ែនសំអនហើយនឹងទីបាញ់មានន័យយ៉ាងណាចំពោះខ្ញុំមើលថាគណៈបកប្រជាជនកំពុងតែបែកបាក់ខ្លាំងជាពិសេសហ៊ុនសែនកំពុងតែបែកបាក់ខ្លាំងជាមួយនឹងក្រុមសខេងដោយសារយើងឃើញទស្សនវិជ្ជាសខេងពាក់វ៉ែនតាខ្មៅហើយចូលរួមកាន់ទុកពិធីបំពាក់ស័ក្តិឲ្យទីបាញ់ហើយនឹងម៉ែនសំអនយើងបែរទៅមើលនៅក្នុងការដោះសាររបស់ហ៊ុនសែនវិញហ៊ុនសែនបាននិយាយថាហ៊ុនសែនបំពាក់ស័ក្តិឲ្យដោយសារម៉ែនសំអននិងទីបាញ់ស្ថិតនៅក្នុងក្របខ័ណ្ឌទាហានចំពោះសខេងវិញគឺអត់មានស្ថិតនៅក្នុងក្របខ័ណ្ឌទាហានទេហើយសខេងកាលពីមុននេះសុំហ៊ុនសែនពាក់ត្រឹមតែស័ក្តិ5តែប៉ុណ្ណោះអានេះគឺជាការដោះសារជាលេសមួយដែលហ៊ុនសែននិយាយជន់ដានខ្លួនឯងបងប្អូនជនជាតិយើងមើលនៅក្នុងប្រទេសកម្ពុជាអ្នកដែលបំពាក់ផ្កាយ5នេះគឺមាន5នាក់ហើយខ្ញុំឧទាហរណ៍ដូចជាហ៊ុនសែនខ្លួនឯងពីមុនក៏មិនមុននឹងពាក់ផ្កាយ5ក៏មិនស្ថិតនៅក្នុងក្របខ័ណ្ឌទាហានដែរទី2គឺជាស៊ីមមុននឹងពាក់ផ្កាយ5ក៏អត់មានស្ថិតនៅក្នុងក្របខ័ណ្ឌទាហានដែរទី3គឺហេងសំរិនមុននឹងពាក់ផ្កាយ5ក៏អត់មានស្ថិតនៅក្នុងក្របខ័ណ្ឌទាហានដែរខ្ញុំលើកឧទាហរណ៍3នាក់នេះគឺសុទ្ធតែមនុស្សដែលអត់មានស្ថិតនៅក្នុងក្របខ័ណ្ឌទាហានហេតុអីបានជាពាក់ផ្កាយ5បានហេតុអីបានជាហ៊ុនសែនដោះសារថាសខេងមិនអាចពាក់ផ្កាយ5បានត្រង់នេះបញ្ជាក់ច្បាស់ថាជារឿងចំនួននយោបាយពិតប្រាកដបងប្អូនជនជាតិជារឿងចំនួននយោបាយពិតប្រាកដហើយជាសូចនករមួយបង្ហាញច្បាស់ថាការដោះសាររបស់ហ៊ុនសែននេះមិនត្រឹមតែដោះសារទេហ៊ុនសែនប្រើវិធីព្រួយមួយបាញ់បានសាច់ពីរគឺដោះសារ5មហាជនផងក៏ប៉ុន្តែឆ្លៀតប្រើពាក្យវាយប្រហារឌឺដងទៅឲ្យសខេងផង